4 យ៉ាងដែលពុទ្ធបរិស័ទដោយច្រើនរួមទាំងព្រះសង្ឃផងដែលមិនដឹងអំពីតម្លៃនៃថ្ងៃបុណ្យអសាលហកបូជាបុណ្យអសាលហកបូជាហ្នឹងថ្ងៃ15កើតហ្នឹងឲ្យឈ្មោះថាបុណ្យអសាលហកបូជាដែលប្រពៃដោយហេតុ4យ៉ាងទី1ថ្ងៃដែលព្រះអង្គចុះចាប់ផ្ទៃនៃព្រះមេត្តាទី2ថ្ងៃដែលព្រះអង្គទ្រង់ចេញបួសទី3ថ្ងៃដែលព្រះអង្គទ្រង់សម្ដែងពធដំបូងគេទី4ថ្ងៃដែលព្រះអង្គសម្ដែងយមកបរិហារទី1ថ្ងៃដែលព្រះអង្គចុះចាប់ផ្ទៃនៃព្រះមេត្តាបើអត់មានការចាប់ព្រះអង្គមកចុះចាប់ផ្ទៃទេនៃព្រះមេត្តានៃធម្មលោកយើងទេគឺពិតណាស់ពធមិនមានក្នុងលោកនឹងទេពុទ្ធសាសនាក៏មិនមានក្នុងលោកនឹងទេព្រះសង្ឃរតនៈព្រះសង្ឃក៏គ្មានក្នុងលើលោកទេហើយតែព្រះសង្ឃអត់មានហើយវត្តអារាមកុំនិយាយថ្មីគ្មាននៅលើលោកគ្មាននៅលើផែនដីគ្មានក្នុងប្រទេសកម្ពុជាយើងក៏គ្មានដែរណាទី2គឺថ្ងៃដែលព្រះអង្គចេញបួសបើគ្មានព្រះអង្គចេញបួសទេពធត្រាស់ដឹងកម្ពីបត្រៃបិដកអ្នកប្រាជ្ញដែលរៀនចេះសូត្រចេះចាំសម្ដែងពធសប្តាហ៍នេះក៏គ្មានដែរព្រោះគ្មានព្រះអង្គបានទៅស្វែងរកធម៌ទី3ថ្ងៃដែលព្រះអង្គសម្ដែងពធដំបូងគេហៅថាធម្មចក្រកបវត្តនសូត្រជាថ្ងៃដែលព្រះអង្គប្រោះសម្ដែងត្រាស់សម្ដែងធម៌ដំបូងគេបើគ្មានព្រះអង្គសម្ដែងធម៌ដំបូងទេក៏អត់មានអ្នកណានឹងចេះដឹងធម៌តគ្នាដល់សពថ្ងៃនេះដែរគ្មានធម្មថឹកគ្មានអ្នកប្រាជ្ញក្នុងពុទ្ធសាសនានៅលើផែនដីនេះទេតើតែព្រះអង្គចាប់ផ្ដើមត្រាស់សម្ដែងធម៌ដំបូងហ្នឹងជាគុណដ៏ជ្រាលជ្រៅដែលមនុស្សមិនគួររំលងបុណ្យហ្នឹងអ្នកប្រាជ្ញទាំងឡាយគួរតែលើកតម្កុំក្នុងការបុណ្យហ្នឹងសម្ដេចគណៈមន្ត្រីសង្ឃគ្រប់ចំនួនទាំងអស់គ្រប់គណៈទាំងអស់គឺត្រូវតែមន្ត្រីរាជការទាំងអស់បញ្ញវន្តទាំងអស់អ្នកបញ្ញវន្តក្នុងពុទ្ធសាសនាគួរលើកតម្កើងមានតិចណាស់មិនមែនអត់ទេមានតែខាងរបៀបលោកគ្រូបុត្រសវងវត្តគុលតឹងវត្តចបកមាសណាអញ្ចឹងជាដើមទៅហើយទី4គឺថ្ងៃដែលព្រះអង្គសម្ដែងយមកបរិហារផ្ចាញ់នៅនិក្រណេតីជាថ្ងៃដែលបញ្ជាក់ថាយើងត្រូវតែរៀនយកឈ្នះចិត្តខ្លួនឯងចិត្តអាក្រក់ចិត្តខូខើចិត្តពីលចិត្តអន្តរថ័យចិត្តកំណាញ់ចិត្តចំណានចិត្តឈ្នានេះនេះជាពុព្វនិមិត្តជាថ្ងៃហ្នឹងថ្ងៃចំណុចទី4ហ្នឹងគឺត្រូវព្រះអង្គយកឈ្នះមាទាំងមានរូបមាទាំងអត់រូបគឺកិលេសណាទេវបុត្រមាក៏ព្រះអង្គយកឈ្នះដូច្នេះយើងក៏ត្រូវតែយកឈ្នះចិត្តបិសាចរបស់យើងត្រូវដើរទៅតាមកន្លងរបស់ព្រះសម្មាសម្ពុទ្ធដែលព្រះអង្គឈ្នះនៅចិត្តបិសាចទាំងអស់នោះទើបឈ្មោះថាយើងនឹងគោរពធ្វើតាមលំអានតាមដបូមានរបស់ព្រះសម្មាសម្ពុទ្ធអរគុណច្រើននឹង4យ៉ាងមានអត្ថន័យប៉ុណ្្នឹងឯងណាសូមអរគុណ